បាទនេះគឺជាដំណើរប្រវត្តិនៅខែមេ FIP នៃ2025ដែលគាត់បានចេញដំណើរពីអូតែលទៅហើយក៏បានជូនទៅដោយប្អូនស្រីម៉ូនីកានិងប្អូនប្រុសដែលជាបងប្រុសផ្ទាល់បង្កើតបាទបងបង្កើតរបស់ប្អូនស្រីម៉ូនីកាបាទហើយជូនប្រវត្តិទៅដល់ airport និងទៅដល់ទីកន្លែងឡើងតែម្ដងបាទគេតែបន្តមកទទួលไปតាំងពីមកនិយាយរួមតាំងពីរៀបឯកសារមករហូតអូយបន្តរហូតទៀតយើង08ដែរនេះប្រវត្តិបានឡើងទៅដល់យន្តហោះហើយជាមួយនឹងប្អូនស្រីកំពុងតែភ័យព្រួតពោះតែម្ដងមិនដឹងទៅដល់ណាទេបាទបាទទៅដល់ប្រលានយន្តហោះហើយបាទហើយប្រវត្តិនឹងបន្តដំណើរទៅស្រុកខ្មែរទៀតចឹងក៏តាមដានទស្សនាបន្តតើប្រវត្តិទៅដល់ស្រុកខ្មែរដោយរបៀបណាឬក៏សុវត្ថិភាពហើយឬនៅបាទសូមគោរពជម្រាបសួរសាជាថ្មីម្ដងទៀតបាទបាទនេះជាដំណឹងថ្មីដែលខ្ញុំទើបទទួលដំណឹងពីស្រុកខ្មែរមកអំពីប្តីដាគឺជាប្អូនថ្លៃរបស់ប្រវត្តិបាទហើយចឹងបានតាមដានដំណឹងនេះគឺចែកជូនដំណឹងជានិច្ចជារដឹកអំពីដំណើរប្រវត្តិបាទតាំងពីចេញមកពីស្រុកខ្មែរនៅក្នុងសហរដ្ឋអាមេរិកហើយនឹងបាទនៅទីណាមកទីណាអីខ្ញុំតែងតែចែករំលែកឲ្យបងប្អូនដែលមានការគ្រប់គ្រងចូលចិត្តប្រវត្តិបានដឹងបាទហើយឥឡូវហ្នឹងបាទប្រវត្តិបានទៅដល់ស្រុកខ្មែរហើយបាទទើបតែចុះពីកប៉ាល់ហោះយន្តហោះមិញប្រហែលជាមកកណ្ដប់45នាទីហ្នឹងបាទហើយដំណឹងនេះថ្មីដោយសារខ្ញុំបានឆាតទៅប្អូនប្រុសដែលជាប្តីរបស់ដាហើយគាត់កំពុងនៅពលានយន្តហោះពូជិនតុងហ្នឹងចាំទទួលបាទហើយបងប្អូនទាំងអស់គ្នាដែលរងចាំដំណឹងរបស់ពូវត្តយ៉ាងលក្ខលគុកបាទហើយចំណែកទៅដល់កូរ៉េហ្នឹងទីក្រុងស៊ីអ៊ូពលានយន្តហោះហ្នឹងក៏មានបញ្ហាទៀតបាទដោយសារបានអាគៀងពីអ្នកដែលជាខ្មែរជួយបកប្រែបាទហើយមួយទៀតបងឆនដែលនៅ Georgia នៅរដ្ឋ Georgia នេះគឺបងឆនបានតំណាក់តំណងទៅទីក្រុងស៊ីអ៊ូដែលជាពលានយន្តហោះនោះដែរហើយក៏បានផ្ញើបាទជាសម្បត្តិយន្តហោះទៅដល់កន្លែងពលានយន្តហោះដែរកន្លែងគេធ្វើការហ្នឹងហើយប្រវត្តិបានខលទៅគាត់ហើយក៏បានបញ្ជាក់សមគ្រប់ចំពោះការដូរយន្តហោះព្រោះអីចេញទៅពីនេះគេអត់ស្តាមទេបាទគេថាឲ្យទៅយកសម្បត្តិនៅទីក្រុងស៊ីអ៊ូពលានយន្តហោះហើយនោះហើយទៅដល់នោះមានបញ្ហាទៀតសម្រាប់គៀងទីអ្នកក៏និយាយទៅក៏អត់ទៅដោះស្រាយបានដល់ខមកពីតនបើហើយក៏ឆនបានផ្ញើបាទនៅដែលផុសតាងដែលបងឆនទិញព្រោះអីសម្បត្តិប៉ាល់ហោះនោះប្រវត្តិខលមកខ្ញុំថាដើម្បីងាយស្រួលឲ្យបងឆននៅក្នុងសហរដ្ឋអាមេរិកទីក្រុងច័រចាបាទរដ្ឋច័រចាហ្នឹងទិញឲ្យទៅដើម្បីជួយងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងការមានវិបត្តិការធ្វើដំណើរបាទហើយក៏បងឆនបានផ្ញើនៅសម្បត្តិយន្តហោះហ្នឹងទៅឲ្យខាងផ្នែកភ្នាក់ងារពលានយន្តហោះហ្នឹងហើយប្រវត្តិក៏បានដោះស្រាយបញ្ហាហ្នឹងយ៉ាងរលូនបាទហើយក៏បានធ្វើដំណើរទៅដល់ស្រុកខ្មែរប្តីគាត់មានការបារម្ភយ៉ាងខ្លាំងហើយទាំងអស់គ្នាដោយបងឡុងប្អូនមនកាអ្នកផ្សេងទៀតរងចាំទទួលដំណឹងប៉ុន្តែខ្ញុំជាតាចាប់កិជើមើលអាចកិជើនៅផ្ទះបាទដែលมันមានភាពមមាញឹកដោយអ្នកដតីដែលគាត់កំពុងតែមានភាពមមាញឹកក្នុងកិច្ចការផ្សេងនៅក្នុងសហរដ្ឋអាមេរិកដើម្បីចិញ្ចឹមនៅជីវិតរបស់គាត់បាទហើយខ្ញុំទំនេរនៅជាមួយអាចកិជើឡូឡាឬមាត់ណាចឹងទៅក៏បានទទួលដំណឹងទាន់ហេតុការទាន់ពេលទាន់វេលាជម្រាបទៅដល់បងប្អូនយើងទាំងអស់គ្នាបាទសូមឲ្យបាទបារម្ភចំពោះប្រវត្តិអីហើយគាត់ ក៏បានទៅដល់គោលដៅហើយយ៉ាងរលូនហើយឥឡូវហ្នឹងគឺ
កំពុងតែចុះពីយន្តហោះហើយដូចខ្ញុំបានជម្រាបចឹងអ្វីៗគឺរលូនល្អណាស់ហើយមើលអញ្ចឹងគេជឿខ្ញុំណាមើលវាចង់ចូលវីដេអូដែរហើយចូលចូល say hello hello យ៉ាប់ណាស់ចាក់គេជឿខ្ញុំវាទៀបមកវាឈរទៅវាអត់ចូលកាមេរ៉ាវាចង់ចូលកាមេរ៉ាហើយតែឃើញខ្ញុំនិយាយហ្នឹងមកអ៊ូអហើយស្រីចេះចាច់វាធ្វើសំឡេងរំខានបាទតែមិនឲ្យតែបានចូលក្នុងកាមេរ៉ាហើយដឹងបាទជាង3ឆ្នាំគឺដឹងហើយថាកាមេរ៉ាហ្នឹងគេធ្លាប់ទៅចូលម្ល៉េះហើយគេចង់ចូលហើយចូលទៀតអញ្ចឹងណាបាទហើយឥឡូវទៅវិញហើយបាទចឹងមកការជម្រាបដំណឹងជាហោហែតាំងពីចាប់ផ្ដើមទៅដល់ជីបញ្ចប់នៅនឹងដល់ពេលបញ្ចប់ហើយប្រហែលជាស្ងាត់វីដេអូអំពីប្រវត្តិសារដូចជាអ្នកព័ត៌មានរាយការណ៍ចែកជូនទៅដល់បងប្អូនយើងបានដឹងជាដំណឹងជាគណៈទៅដល់ណាហើយព្រោះអីខ្ញុំឃើញថាដំណឹងទាំងអស់នោះผมអាចបាទផ្ដល់ទាន់ពេលវេលាទេហើយអ្នកទាំងអស់គ្នាក៏មានកិច្ចធុរៈក្នុងកិច្ចការមុខរបរផ្សេងចិញ្ចឹមជីវិតហើយមួយទៀតជាបញ្ហាដ៏សំខាន់បំផុតជាកត្តាមួយដែលពលរដ្ឋមិនអាចផ្ដល់នៅដំណឹងឲ្យបានដោយសារគាត់មកទីនេះបាទគាត់អត់មាននៅ internet service ដោយពួកយើងទេព្រោះពួកយើងនៅទីនេះយើងមានប្រព័ន្ធអ៊ីនធឺណិតគ្រប់ពេលវេលាគឺពេញប៉ុន្តែគាត់ជួនកាលគាត់មានទៅជួនកាលគាត់អត់ចឹងបាទចឹងហើយបានមានការលំបាកចំពោះគាត់ក្នុងការផ្ដល់នៅព័ត៌មានផ្សេងនៅក្នុងដំណើរពីកន្លែងមួយទៅកន្លែងមួយម្ល៉េះហើយខ្ញុំព្យាយាមចាប់នៅហេតុការណ៍ទាំងអស់នេះផ្ដល់នៅព័ត៌មានផ្សេងចែកជូនទៅដល់បងប្អូនយើងបានដឹងពីកន្លែងមួយទៅកន្លែងមួយព្រោះខ្ញុំនៅផ្ទះហើយមានអ៊ីនធឺណិតជាប់មិនអត់ទេអ៊ីនធឺណិតគ្រាន់តែខលសួរប្រវត្តិតិចទៅដល់នេះហើយខ្ញុំក៏ធ្វើខ្សែវីដេអូបាទចែកជូនទៅដល់បងប្អូនយើងទាំងអស់គ្នាបានដឹងអំពីដំណឹងរបស់ប្រវត្តិថាទៅដល់ទីនេះហើយដូចជាក្នុងគ្រាឥឡូវនេះចឹងបាទក្នុងព័ត៌មានទាន់ហេតុការណ៍ហើយខ្ញុំមិនទុកនៅវីដេអូទាំងអស់នោះកាលណាខ្ញុំបានដំណឹងអ្វីគឺខ្ញុំតែងផុសនៅក្នុង Facebook ក្តីនៅក្នុង YouTube ក្តីផ្ដល់នៅដំណឹងទៅដល់បងប្អូនយើងទាំងអស់គ្នាដែលបញ្ហាដ៏ធំបងប្អូនយើងអស់គ្នាគាត់ខលសាកសួរដូចជាបងឡុងអញ្ចឹងគាត់សួរមិនអាវុធមិនហើយបងធំមិនហើយអ្នកដែលស្គាល់អ្នកដតីទៀតអញ្ចឹងគាត់ខលសាកសួរហើយឡោះហើយខ្ញុំផ្ដល់នៅដំណឹងហ្នឹងការងាយស្រួលរបស់គាត់នៅពេលដែលគាត់ធ្វើការគាត់អាចបើកមើលទៅឃើញដំណឹងហ្នឹងបាទហើយនិយាយទៅអ្នកដែលចូលចិត្តប្រវត្តិគ្រប់គ្រងប្រវត្តិគាត់មានការបារម្ភយ៉ាងច្រើនបាទនៅទីនេះដូចជាបងអូនស្រីម៉ូនីកាអីគាត់តែងតាក់ទងខ្ញុំមកអញ្ចឹងតែគាត់ជួយប្រវត្តិនៅឯសេរ៉ុលនោះហើយគាត់តែងតាក់ទងខ្ញុំក៏តាក់ទងគាត់មិនហើយអញ្ចឹងប៉ុន្តែបាត់ដំណឹងពីម្សិលមិញពីសេរ៉ុលទៅក្រុងស៊ីអ៊ូបាទប៉ុន្តែឥឡូវនេះយើងក៏បានទទួលដំណឹងសពគ្រប់ហើយចំពោះការធ្វើដំណើររបស់ប្រវត្តិបាទបងបាទជម្រាបសួរបងខ្ញុំបានមកដល់ស្រុកខ្មែរហើយបងអើយមកដល់ស្រុកខ្មែរអរគុណបងអរគុណមកដល់មិញហ្នឹងតើទៅដល់ផ្ទះហើយបាទអញ្ចឹងឥឡូវប្រវត្តិទៅដល់គោលដៅហើយខ្ញុំបាទម៉ៃក៏មករស់នៅក្នុងសហរដ្ឋអាមេរិកទីក្រុង Charlotte រដ្ឋ North Carolina ក៏សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះបងប្អូនទាំងអស់ដែលជាសប្បុរសជនទស្សនិកជនក្តីតែងតែគាំទ្រចំពោះសកម្មភាពធ្វើនៅសេចក្តីល្អចែករំលែកនៅសេចក្តីសុខចំពោះទុរគតជនទាំងឡាយកំពុងតែទទួលនៅសេចក្តីទុក្ខវេទនានៅក្នុងមាតុប្រទេសរបស់យើងបាទខ្ញុំបាទបតកសូមអនុញ្ញាតគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនលោកពូមីងលោកឪពុកអ្នកម្ដាយលោកយាយលោកតាទាំងអស់គ្នាបាទជាទីគោរពជាទីស្រឡាញ់បាទគណៈពីនេះដែរខ្ញុំបាទបតកបានធ្វើដំណើរមកដល់បាទភូមិនេះខ្ញុំមិនតាន់ដឹងច្បាស់លាស់ទេអំពូមិញទៀតខ្ញុំនឹងសួរនាំពីជីវប្រវត្តិរឿងរ៉ាវសុខទុក្ខប៉ុន្តែខ្ញុំដឹងតែទឹកដីនៃខេត្តតាកែវបាទមិនដឹងថាភូមិអីទេអំពូមិញ
ហើយរឿងរ៉ាវយ៉ាងណាមួយនេះកំពុងមានលោកយល់តាចាំទៅតាមដានទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាឥឡូវខ្ញុំបានធ្វើដំណើរមកដល់ទឹកដីភូមិនេះបាទជាលើកទី1ហើយអំពូមិញដែលខ្ញុំបានដឹងដំណឹងឮសូរថាគាត់មានគ្រូសាមួយដែលគាត់មានជីវភាពខ្វះខាតបាទរស់នៅខាងក្រោយខ្នងខ្ញុំនេះបាទដែលកំពុងតែទីតលលំបាកមែនតែនបាទអញ្ចឹងហើយគឺខ្ញុំបាទពុទ្ធៈក៏មានថាប់ការអំពូមិញលោកយាយលោកតាចិត្តបនចិត្តធដើរធ្វើបនធ្វើទានជំនួសគាត់នោះឥឡូវខ្ញុំបានធ្វើដំណើរមកដល់ហើយអញ្ចឹងខ្ញុំចង់សួរនាំពីជីវប្រវត្តិរឿងរ៉ាវសុខទុក្ខខ្លះៗដើម្បីចែកជូនទៅដល់អំពូមិញលោកឪពុកអ្នកម្ដាយលោកយាយលោកតាដែលតែងតែតាមដានទស្សនានៅក្នុងឆានែលខ្ញុំបាទពុទ្ធៈនេះបាទមានទឹកចិត្តចំហហើយមានទឹកចិត្តប្រកបទៅដោយមេត្តាករុណាចំពោះពួកគាត់នឹងបានធ្វើនៅការគ្រប់គ្រងនឹងបានផ្ដល់នៅជំនួយខ្លះៗដើម្បីសម្រាលសម្រួលនៅក្នុងការលំបាកនៃពួកគាត់យើងឃើញថាទស្សនីយភាពនេះគឺរឿងពិតទាំងអស់ហើយឥឡូវប្រវត្តិមកក្នុងសហរដ្ឋអាមេរិកក៏យើងបានឃើញផ្ទាល់តែគាត់ខ្មៅប៉ុណ្ណាដូចបាល់ខ្មៅទាត់ចុះទាត់ឡើងវិលចុះវិលឡើងគឺនៅតែក្រោមកម្ដៅថ្ងៃទេបាទហើយមិនសូវបាននៅស្រុកនៅទេហើយគឺអ្នកព្រៃលងខ្មៅដូចអ្នកព្រៃហើយដូចអាហ្វ្រិកឡាទីនហើយបាទហើយចឹងបានខ្ញុំបាទអរគុណទឹកចិត្តណាស់បាទហើយនៅក្នុងការជួយគ្រប់គ្រងហើយខ្ញុំបាទមិនមែនជានរណាទេគ្រាន់ថាខ្ញុំបាទជាអ្នកក្នុងចំណោមមនុស្សទាំងអស់គ្នាដែលជួយគ្រប់គ្រងប្រវត្តិដូចជាបងឡងបងអូនស្រីម៉ូនីកាបងថមហើយអ្នកដទៃទៀតក៏ដូចតែគ្នាគ្រាន់ថាខ្ញុំមានលទ្ធភាពអាចមានចំណេះដឹងក្នុងការធ្វើវីដេអូផុសបាទអញ្ចឹងហើយបាទខ្ញុំចេះតែលេចមុខច្រើនហើយគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណឹងឯងហើយដែលថាអរគុណនឹងគឺថាអរគុណក្នុងទឹកចិត្តបាទទឹកចិត្តជឿជាក់ទៅលើប្រវត្តិហើយនឹងទឹកចិត្តអាណិតអាសូរទៅដល់ពួកគាត់ហើយខ្ញុំមើលទៅវាឃើញថារុញជួយបេះដូងមែនតើជួយចាប់មែនតើបាទភាសាធានាមទម្លាប់ខ្មែរដូចគ្នាយើងយល់ពីខ្មែរយើងច្បាស់ជាងជាដទៃមើលវីដេអូហើយយើងមិនយល់ថាគេរស់នៅរបៀបម៉េចបាទក្នុងជីវិតគេរបៀបម៉េចគេនិយាយរបៀបម៉េចប៉ុន្តែខ្មែរយើងដឹងច្បាស់គ្រាន់តែឃើញយើងវីដេអូស្ដាប់សម្លេងទៅយើងដឹងច្បាស់ថាសេចក្តីទុកហ្នឹងធំប៉ុណ្ណាបាទអាហ្នឹងដែលវាមានការឈឺចាប់ហើយចង់ជួយគាត់ប៉ុន្តែសមត្ថភាពលទ្ធភាពខ្ញុំម្នាក់ឯងមិនអាចប្រព្រឹត្តទៅបានទេបាទទាល់តែបងប្អូនទាំងអស់គ្នាបាទជួយគ្រប់គ្រងបាទជួយលះបង់នៅធនធានតិចតួចតាមសទ្ធាតាមបងប្អូនចង់អាហ្នឹងទើបអាចជួយពួកគាត់បានអាហ្នឹងដែលខ្ញុំមិននិយាយលុយកាក់ជាធំខ្ញុំនិយាយជាទឹកចិត្តដោយបងប្អូនឃើញស្រាប់ហើយអ្នកដែលមកដល់នេះបានយកចិត្តទុកដាក់ហើយនឹងមានទឹកចិត្តជួយដូចជាបងអូនស្រីម៉ូនីកាដូចបងឡុងហើយអ្នកផ្សេងទៀតជាដើមគាត់សុខចិត្តទិញប័ណ្ណយន្តហោះដែលមិនបានទៅ California សោះគឺបោះចោលដើម្បីចូលទៅជួយប្រវត្តិដោយបងឡុងអញ្ចឹងពី3អាទិត្យគឺលះបង់ការងារគឺការលះបង់យ៉ាងធំធេងជួយបិទតែគាត់មិនបានចេះធ្វើវីដេអូមែនប៉ុន្តែគាត់ធ្វើនៅផ្នែកផ្សេងដោយបងប្អូនអាចធ្វើផ្នែកផ្សេងដោយអូនថមអូនឯងអញ្ចឹងក៏ជួយគ្រប់គ្រងប៉ុន្តែវាអត់លេចឡើងទេប៉ុន្តែនេះថាភ្លើងគ្មានផ្សែងបាទអត់មានដាតភ្លើងក៏អត់ផ្សាយដែរសកម្មភាពទាំងអស់នេះគឺយើងមានទឹកចិត្តខាងក្នុងអាណិតអាសូរទៅដល់អ្នកដែលកំពុងតែក្រីក្រលំបាកអត់ផ្ទះអត់បែងអត់ដងទឹកក្មេងអត់មាននៅការសិក្សាផ្សេងនឹងគឺទឹកចិត្តរបស់យើងជួយទៅដល់គាត់ហើយបាទអញ្ចឹងខ្ញុំបាទសូមជម្រាបដំណឹងមានប្រមាណប៉ុណ្ណេះបាទរស់ខ្ញុំបាទម៉ៃក្រមុករស់នៅក្នុងសហរដ្ឋអាមេរិកទីក្រុង Charlotte រដ្ឋ North Carolina ក៏សូមគោរពលាមានប្រមាណប៉ុណ្ណេះរដ្ឋកំហុសឆ្គងក៏សូមអព្យាស្រ័យសូមបងប្អូនរងចាំទស្សនានៅខ្សែវីដេអូបន្តអាប់ដេតមកពីមាតុប្រទេសបន្តទៅទៀតបាទអញ្ចឹងខ្ញុំបាទក៏សូមគោរពលាមានប្រមាណប៉ុណ្ណេះបាទខ្ញុំបាទពុទ្ធក៏សូមអនុញ្ញាតគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនអំពូមីងលោកឪពុកអ្នកម្ដាយលោកយាយលោកតាជាទីគោរពជាទីស្រឡាញ់បាទដែលកំពុងតាមដានទស្សនានៅក្នុង channel របស់បង Michael USKK Channel បាទគណៈពេលនេះដែរអំពូមីងលោកយាយលោកតាខ្ញុំបានធ្វើដំណើរមកដល់ភូមិកំពង់ជ្រៃឃុំកំពង់ជ្រៃស្រុកទ្រាំងខេត្តតាកែវបាទសារជាថ្មីហើយថ្ងៃនេះក៏ខ្ញុំបានដឹងដំណឹងឮសូរបាទមានបងប្រុសម្នាក់ដែលគាត់រស់នៅបាទនេះកណ្ដាលព្រៃនេះដោយសារពីមុនក៏គាត់ផ្ទះគាត់នៅនឹងហើយដោយសារប្រហែលឆ្នាំនោះគាត់ខ្យល់ហើយដួលរលំផ្ទះតូចរបស់គាត់ឥឡូវដួលហើយគាត់រស់នៅ
ចងតតង់ចងតមុងនៅកណ្ដាលវាលហើយដេកទាំងទឹកដេកទាំងភ្លៀងរស់នៅយ៉ាងកំសត់អំពូមិញឥឡូវអំពូមិញលោកយាយលោកតាទាំងអស់គ្នាទៅតាមដានជាមួយខ្ញុំបាទពូតាក់ហើយនឹងទៅសួរនាំពីជីវប្រវត្តិរឿងរ៉ាវសុខទុក្ខរបស់គាត់ទាំងអស់គ្នាជាមួយខ្ញុំបាទពូតាក់បាទ បាទនេះគឺជាផ្ទះរបស់គាត់ហើយបាទត្រូវខ្ចប់ជុះបាក់រលំរៀលដាលនៅលើធរណីអស់ហើយបាទហើយក៏ពុំមានផ្ទះណាជ្រកកោនទេគឺនេះគាត់គឺថាជ្រកក្រោមដំបូលឬក៏ចិត្តផ្ទះដែលបាក់បែកខូចខាតដោយសារខ្ចប់ជុះនោះឯងបាទហើយគាត់រស់នៅតែម្នាក់ឯងទេបងប្អូនយើងក៏អាចដឹងអំពីខ្សែវីដេអូដែលផ្តិតទៅដោយពុតៈចុះទៅផ្ទាល់តែម្ដងបាទគួរឲ្យអាណិតអាសូរមែនតែនចំពោះការរស់នៅដោយគ្មាននៅជំរើសបាទអញ្ចឹងក៏តាមដានទស្សនាបន្តទៀតបាទ បងប្រុសជំរាបសួរបងបាទហើយបងសុខសប្បាយជាទេបងបាទហើយបងមានឈ្មោះអីដែរបងឈ្មោះអីគេអូនបងសុកអូនហើយបងអាយុប្រហែលហើយ36ហើយបងរស់នៅទីនេះរស់នៅផ្ទះខ្លួនឯងឬមួយក៏យ៉ាងម៉េចអត់មានឃើញផ្ទះអត់មានសំបែងដីខ្លួនឯងឬមួយក៏យ៉ាងណាបងផ្ទះខ្ញុំកាលមុនមានផ្ទះចំត្រប់ប៉ុន្តែទៅខ្យល់លំបាក់ទៅហើយខ្ញុំបានសល់ក្តារប្រហែលលឹកធ្វើក្រេដេកសពថ្ងៃទៅសពថ្ងៃហ្នឹងហើយចុះបងស្នាក់នៅយ៉ាងម៉េចអត់មានដបូលអត់មានអញ្ចាំងបាំងបិទហើយភ្លៀងមកបងគិតយ៉ាងម៉េចទី1ខ្ញុំថាមានលុយហើយទី2ក៏ខ្ញុំអត់មានបកកាទិនតាំងអាស័យទិនអីដែរគាត់តង់ក៏គ្មានអីទិនទោះបីតែតង់អត់មានអីទិញផងសប្តាហ៍នេះក៏មួយថ្ងៃកាត់មួយថ្ងៃកោមួយថ្ងៃកាត់មួយថ្ងៃកោណាខ្លះមានលៀងទៅណាខ្លះដើររើសរបស់កងទៅហើយរាល់ថ្ងៃបងរើសរបស់កំប៉ុងផងបាទហើយបងទៅសុំគេលៀងម៉ូតូលៀងឡានផងហើយជួនកាលមានលៀងទៅអត់ទៅបើមានលៀងបានលុយទៅបើអត់ចឹងទៅណាបងណាហើយបងស្នាក់នៅទីនេះគឺដីអ្នកណាដែរបងដីបងខ្ញុំដីបងបាទហើយចុះពុកម្ដាយបងអីតាណាអស់ពុកម្ដាយគាត់ស្លាប់អស់ស្លាប់អស់លេងហ្មងហ៎បាទហើយបងមានបងប្អូនប្រហែលនាក់នៅសល់ពុះមួយខ្ញុំ5នាក់5នាក់ណោះហើយស្រុកនេះភូមិនេះគេហៅស្រុកអីភូមិអីដែរនេះនៅប្រទេសកើតចុះស្រុកអីដែរស្រុកត្រៀងខេត្តតាកែវបាទហើយយកភូមិនេះគេហៅភូមិអីនេះគេហៅភូមិជាកើតបណ្ដៃទៅមុខទៀតទៅលិតទៀតគេហៅពាំងមលងអញ្ចឹងបាទអញ្ចឹងបងរាល់ថ្ងៃបងមានទុកលំបាកអ្វីខ្លះបងអាចរៀបរាប់ប្រាប់ពូមីងលោកយាយលោកតាដែលកំពុងតាមដានទស្សនាខ្សែជីវិតពិតរបស់បងបានទេបងខ្ញុំប្រាប់បាំងទី1បាទទីមុនខ្ញុំមិនអញ្ចឹងទេទោះខ្យល់បាក់រដួលលំទៅខ្ញុំទៅអន់ចិត្តខ្លួនឯងដែរបាទអន់ចិត្តដល់ពេលលុយក៏រកមិនបានបាទដល់មិនបានដល់ពេលអញ្ចឹងខ្ញុំគិតថាតាមដំណើរទៅបាទតាមដំណើរបាទតាមវិសនាកម្មទៅបាទដល់ពេលខ្ញុំគិតទៀតហ្នឹងខ្ញុំដេកគិតអញ្ចឹងដេកគិតតាយើងចៅក្រណាប្រាប់ទូលេខហ្នឹងហើយក៏មិនតាមអីដែរពេលអញ្ចឹងខ្ញុំចាក់ដេកអញ្ចឹងទ្រាំដេកសប្តាហ៍ថ្ងៃហ្នឹងបាទហើយដល់ពេលភ្លៀងខ្ញុំយកអាភួយហ្នឹងយកទៅធ្វើអីភួយយកក្រាលហើយអាប៉ាំងអាស័យចាស់គ្រាប់ធ្វើដបូលទៅអូអាប៉ាំងអាស័យនេះគ្រាប់ធ្វើដបូលធ្វើដបូលទៅបាទហើយដល់ពេលភ្លៀងខ្លាំងដេកមិនកើតសើមខ្លួនប្រាំចុះសើមបាទដល់ពេលសើមនោះខ្ញុំអង្គុយចង្កុកម្នាក់ឯងទៅអង្គុយសំណោកហ្នឹងបាទពេលហ្នឹងកើតជាងនេះពិបាកជាងអីទៀតខ្ញុំគិតចឹងបាទខ្ញុំប្រឹងតស៊ូអីទៀតតស៊ូទៀតក្រៅដូចខ្ញុំក្រៅពី
không được nhóm và đấy to sù bà hay chúng có mình tôi xong tép nát đấy đây đi từ tép nhưng chẳng mua là hai đầu ấy bòn bòn ở tàu sông tiệt bòn po rồi mua có ắt sống nó mua là hai đấy bòn chất nhóm mình nghĩ sống đó chẳng ắt sống thu ai mau chúng chụp kia chúng nó học cột bà học cột còn đấy mình còn sống bà thôi càng như rồi nhiều chim nhung ăn mình bà mình đã lúc lăn cái mình phải kịch lại chứ trong là thì muối kịch bé cũng bà kịch bé bây giờ kịch bã bà bây giờ trộm đây thôi đây là hô sập ngày này bà đây bọn nào riêng liền đâu bọn mấy tính liền nào tới bà ai cũng muốn ai vậy đó vì mình bứt nữa bà hay cho họ bón của pôn côn ăn miên đấy nó ăn miên thế ăn miên lúc nâu ní tầm này ai nấu lưu bà nấu lưu bà hay vì muốn lại nó cứ tia bằng ai nâu sạch sọ nâu miên chẳng á hay đu là lúng đến ó hay pe mà cho mới đu tia này mà cho mà nó bà để lấy ní mà cho mà nó để sọc chất từng cho từng liên từng rồi nghe nhẹ nhoi nâu nâng tay mà đòn khai đi khai liên chết bóng cho ngày xài chung thì cái áo rút qua bọt hơi bọt trục bà làm lớn rồi càng thì thôi đi bà thì hào lớp chi thôi bà thì hào thế ấy thôi ở đã bà đôi chụp chầm cà phê bà thì rồi đại ba tháng bàn tăng mũi rồi cục con đấy cũng bàn tăng mũi cục con này vô mày thơ chỉ được bố sao không vậy trâu á bà rồi ngay đấy rồi ngay vô mấy thơ được bố nữa vô mấy thơ được bố nữa bà chân ở ấy đấy bóng đó để xa bà ông phù minh lục gì lục ta bà nhung khơi bong pro hơi cửa nật sùng vây con mình tên bà còn ru nâu mình ai mà đang thà con ru nâu dạng mấy cái ông phù minh bà khơi than đi nơi tia con miên vì muốn ông phù minh cho bù bọc mau cứ lùn lùm bà hay còn sọc chất ru nâu bà mình xong tia bong pro đưa môi có nè score ni đây đây còn sọc chất của bà trom nâu ní tay mình ai bà mà cho nam hay ông phù minh đã còn ru nâu kê nhờ tí đi bà hay còn ăn tại miền phui nu bà phui nó khơi sao mà hốt ông phù minh hay còn đặt phui nó crop bình lỡ vô mà đặt lơ mống hay bờ tọt máu còn vô pang xây ní vô mà crop bình lơ mũi tiết ông phù minh hay còn cho sầm hiện là con mông năng ông phù minh hay miền cái tê hay miền cái đà năng hàng khẩu môi mà sờ lắc hay rọt ngay lư xô hộp tầm mi thế ông phù minh bà hộp tầm mi điện bà hay lư xô hộp tầm mi ní tràn mi ông phù minh bà tràn mi để còn hộp bà hộp mì hộp ấy sừng rọt ngay chuồng cá để ọt bài thế bông nữa để ọt bài ọt thực tiệt bà cứ sừng ve cứ ở nát quạt miền tây ông phù minh bà nhưng mà đang than về dạng mấy tê ông phù minh thôi thà quạt miền chi phiêu khoác hạt nếu mình khoác hạt ông phù minh cứ ti to tay mà đong ông phù minh quạt ti to quạt khoác hạt miền tây xôm bayแต่tăng xôm bayแต่ti chùm rọc cho ọt khơi thế ông phù minh bà hay chỉ vật quạt mình đang thà tơi chỉ dạng na thế ông phù minh bà thôi thà cụ ở xô quạt miền tây bà bà ông phù minh lục bọc ném đài lục dây ta bà chỉ ti group chỉ ti slang bà ông phù minh lục dây ta bà sẵn đạp ca su nom pi chi vẹn bật vọt rừng rào sọc tục rồi bỏ bong ôn hơi ông phù minh bà bong sọc ôn đã còn ru nơ bà mình men tia thấy ông phù minh cứ đừng vậy tham vậy trâu thế bà còn ru nâu tí ní xôm bay được tăng xôm bay thấy
តបូលក៏គ្មានដែរគាត់ខ្ញុំកំពុងតែឆ្ងល់គាត់រស់នៅសុខចិត្តរស់នៅយ៉ាងវេទនាមានតែមុងមួយបាទខ្ញុំមិនដឹងនិយាយថាមកជុំភូមិមិញហើយថ្ងៃនេះក៏ខ្ញុំមានអំណោយដោយថ្លៃថ្លារបស់សពរស់ជនចិត្តបុណ្យចិត្តធរយកមកដើរធ្វើបុណ្យធ្វើទានជំនួសគាត់ដែលគាត់បានអរខ្ញុំបាទធ្វើទានបាទទៅដល់លោកយាយលោកតាអ៊ំពូមីងបងប្រុសបងស្រីដែលគាត់មានជីវភាពទីតល់ដោយគាត់អញ្ចឹងអ៊ំពូមីងរស់នៅកណ្ដាលព្រៃរស់នៅយ៉ាងកំសត់អ៊ំពូមីងបាទអ៊ំពូមីងលោកយាយលោកតាហើយថ្ងៃនេះខ្ញុំបាទប្រតាក់ក៏សូមប្រកាសឈ្មោះរបស់សពរស់ជនចិត្តបុណ្យចិត្តធរទី1គឺលោកពូភីរ៉ឺសុផៃឡុងលោកពូសុភីរ៉ឺសុផៃឡុងនិងអ្នកមីងសុខាឡុងបាទព្រមទាំងកូនចៅរបស់គាត់ទាំងអស់គ្នាបាទហើយមួយទៀតគឺអ្នកមីងសុវណ្ណនារីលូហ្គោបាទអ្នកមីងសុវណ្ណនារីលូហ្គោនិងលោកពូលូសិនលូហ្គោបាទហើយមួយទៀតគឺអ្នកមីងសារ៉េតឡុងនិងលោកពូជេសិនឈុំបាទដែលពួកគាត់រស់នៅទីក្រុងបាទដែលពួកគាត់រស់នៅរដ្ឋម៉ាសាស៊ូសេតហើយគាត់ឲ្យបានដកថវិកាចំណាយថវិកាក្នុងមួយគ្រួសារ$50ហើយឲ្យខ្ញុំនឹងទិញជាគ្រឿងបរិភោគនេះខ្ញុំពុំវិញបាទគ្រឿងបរិភោគនេះដូចខ្ញុំបានរៀបរាប់នៅក្នុងវីដេអូមុនអញ្ចឹងខ្ញុំពុំវិញដោយសារគាត់ឲ្យខ្ញុំចាត់ចែងទិញជាគ្រឿងអង្គហូបចុកនេះហើយអ៊ំពូមិញហើយគ្រឿងអង្គនេះក៏ពិតខ្ញុំអត់ចង់វែកញែករឿងអីច្រើនទៀតដែរអ៊ំពូមិញបាទហើយដោយសារសពរស់ជនហើយខ្ញុំធ្វើតាមសពរស់ជនដែលគាត់មានសទ្ធាមានចិត្តបុណ្យចិត្តធម៌អាណិតអាសូរទៅដល់អ្នកសត់អ្នកខ្សោយហើយអង្គនេះយកមកជូនទៅដល់លោកយាយលោកតាបងប្រុសបងស្រីដែលគាត់មានជីវភាពខ្វះខាតដូចជាបងសុកអូនអញ្ចឹងដែលគាត់កំពុងតែខ្វះខាតហើយថ្ងៃនេះក៏ខ្ញុំបានសួរគាត់ហើយបើជូនជាអង្គជូនគ្រឿងសម្ភារៈនេះតើបងអាចធ្វើបានហូបអត់គាត់ថាគាត់ឆ្នៃបានគាត់នឹងទៅទិញអីគេបងឆ្នាំងហើយអីទៀតបងឆ្នាំងចានជព្រាទៅហើយបងឯងអង្គពេលនេះមិនសើមខ្ញុំចេះដាក់នៅណាចេះរៀបចំចេះរៀបចំចេះរៀបចំដាក់ណាទៅដាក់ឡើងទេបើតែខ្ញុំរអាវភ្លៀងមួយគ្រាប់ចិត្តអាវភ្លៀងមិនឲ្យសើមហីអាវភ្លៀងគ្រាប់ចិត្តនៅតែសើមខ្ញុំដកកអាវចិនដាក់ចូលធុងបានអញ្ចឹងដាក់ចូលធុងនេះបាយអាវបត់ដាក់ថង់ទៅហើយអញ្ចឹងហើយពេលភ្លៀងមកសើមមិនដែលអាវបានឲ្យពាក់វាមិនដែលភ្លៀងរហូតអញ្ចឹងបាទអញ្ចឹងអ៊ំពូមេលោកយល់តាបាទឥឡូវខ្ញុំបានដកថាបកាលោកពូបាទភីរ៉ឺសាប់ហៃឡុងនិងអ្នកមីងសុខាបាទសុខាឡុងបាទព្រមទាំងបងប្រុសបងស្រីឬមួយបងប្អូនប្រុសបងប្អូនស្រីរបស់គាត់បាទដែលគាត់បានផ្ញើថវិកាមករួមគ្នានេះគឺចំនួន$50ដើម្បីដើរធ្វើបុណ្យធ្វើទានជំនួសគាត់បាទអញ្ចឹងគឺខ្ញុំទិញគ្រឿងអីវ៉ាន់នេះគឺអស់100000នៅពូមីងបាទហើយនៅសល់100000ទៀតជូនទៅដល់បងប្រុសដើម្បីដោះស្រាយនៃជីវភាពណាបងណាបានដោះស្រាយនៃជីវភាពបានខ្លះមួយចំនួនបាទអញ្ចឹងលោកពូថវិការបស់លោកពូដែលឲ្យក្មួយចាត់ចែងហ្នឹងឥឡូវក្មួយចាត់ចែងតាមពូហើយមានអង្គទឹកព្រៃទឹកស្អៀវប៊ិចេងអំបិលបាទអង្គបាទមួយសេតហើយអ៊ំពុកមិញហើយជាពិសេសលោកពូគាត់ចង់ឲ្យខ្ញុំធ្វើអញ្ចឹងបាទហើយសល់ថវិកា100000ឬមួយក៏$25ហ្នឹងជូនទៅដល់គាត់ទៀតដើម្បីឲ្យគាត់បានដោះស្រាយនៅជីវភាពដោះតល់នៅជីវភាពរបស់គាត់បាទអញ្ចឹងបងនេះថវិកានេះហើយនឹងអំណោយដល់ថ្លៃថ្លានេះរបស់លោកពូភេរ៉ាសផៃឡុងនិងអ្នកមីងសុខាឡុងនិងអ្នកមីងសវណ្ណរីលូហ្គោនិងលោកពូលូសិនលូហ្គោនិងអ្នកមីងសារ៉េតឡុងនិងលោកពូជេសិនឡុងបាទដែលគាត់រស់នៅ
ai nè sớm mót nơi hạ rót Americ nơi rót Massachusetts chẳng bong miền Pịa vay o côn từ đó sau đó chôn đã còn bàn chui mà đo bong bà để bên đấy đáp tới con này bàn nói đi bà anh có gì sắp bay bà đẹp tam thầy xa để làm từ thải xa hay càng biết luôn dùng mục là hô bà xa thuộc từ mặt cũng thế bà chẳng lục pu nè mình chẳng ọc nè từ tôiយកmẹ Paul បាទសូមព្រះតាមថែសាហើយក៏អរគុណព្រះអង្គបាទអរគុណព្រះជួយតាមថែសាទៅដល់លោកពូអ្នកមីងទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីសប្បាយមានសុខភាពល្អអាយុយឺនយូរគ្រប់ក្រុមគ្រួសារហើយខ្ញុំបាទប្រតាក់ក៏សូមបួងសួងទេវតាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះចូលបីបាច់ថែសាទៅដល់ពូមីងទាំងអស់គ្នាឲ្យគាត់មានសុខភាពល្អព្រះតាមថែសាបាទទៅធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែសេចក្តីសុខសេចក្តីចម្រើនបាទធ្វើដំណើរផ្លូវគោកផ្លូវទឹកផ្លូវអាកាសអីសុវត្ថិភាពគ្រប់ក្រុមគ្រួសាររបស់គាត់ទាំងអស់គ្នាផងដែរហើយមួយទៀតក៏សូមជូនបុណ្យជូនកសលទៅដល់អ៊ំពូមេងលោកឪពុកអ្នកម្ដាយលោកយាយតាទាំងអស់គ្នាសពរស់ជនចិត្តបុណ្យចិត្តធម៌ទាំងអស់គ្នាតែងតែផ្ញើថវិកាមកតាមខ្ញុំដើម្បីធ្វើបុណ្យធ្វើទាននេះចឹងឲ្យអ៊ំពូមេងលោកយាយតាទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីសប្បាយជួបតែពុទ្ធពរព្រះ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀកឡើយផងដែរបាទជាចុងក្រោយខ្ញុំបាទបតបើសិនជាមានពាក្យពេចន៍ឬមួយក៏កាយបការណាដែលមិនសមរម្យសូមអ៊ំពូមេងលោកឪពុកអ្នកម្ដាយលោកយាយតាទាំងអស់គ្នាបាទខន្តីនឹងអធិស្ឋានដល់សំណាក់ពុកម៉ែបងប្អូនអ៊ំពូមេងលោកយាយតាដែលកំពុងតាមដានទស្សនានេះផងបាទអញ្ចឹងខ្ញុំបាទបតក៏សូមអរគុណនិងសូមគោរពលាផងដែរអញ្ចឹងបងទៅសើបងណាបាទសុខសប្បាយហើយបើសិនជាមានអ៊ំពូមេងលោកយាយតាគាត់ចង់ donate ចង់ជួយបងខ្ញុំនឹងមកភាសាទៀតណាបងណាបាទបងបាទអញ្ចឹងអរគុណច្រើនសុខសប្បាយបងណាបាទ